សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកព័ត៌មានមួយដែលចុះផ្សាយដោយគេហទំព័រកាសែតកសន្តិភាពហើយព័ត៌មានមួយនេះដែរតាក់ទងនឹងក្រុមយុវជននៃប្រទេសទាំង3កម្ពុជាវៀតណាមឡាវពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ដើម្បីរកកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្ពស់ដោយចន្ទរស្មីថ្ងៃសៅរ៍ទី14 ខែវិច្ឆិកាឆ្នាំ2015នៅវេលាម៉ោង 19:15 នាទីខេត្តសៀមរាបលោកអុកញ៉ាសៀងណាមតំណាងរាស្ត្រមណ្ឌលសៀមរាបបានអនុញ្ញាតឲ្យក្រុមយុវជនដែលមកពីបណ្ដាប្រទេសចំនួន3គឺកម្ពុជាវៀតណាមនិងឡាវដឹកនាំដោយលោកហ៊ុនម៉ាណីប្រធានសហព័ន្ធយុវជនកម្ពុជាចូលជួបការសម្ដែងការគួរសមនិងពិភាក្សាគ្នាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីរកកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្ពស់កាលពីយប់មិញថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2015នៅសណ្ឋាគារអង្គរស៊ីធីនៃខេត្តសៀមរាបលោកអុកញ៉ាសៀងណាមតំណាងរាស្ត្រមណ្ឌលសៀមរាបមានប្រសាសន៍ថាក្រុមយុវជនប្រទេសកម្ពុជាវៀតណាមនិងឡាវដែលបានមកជួបជុំគ្នាដើម្បីពិភាក្សាយប់នេះគឺមានប្រវត្តិទំនាក់ទំនងគ្នាតាំងពីយូរលង់ណាស់មកហើយដូច្នេះដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទាំង3មានភាពលេចធ្លោនៅក្នុងតំបន់អាស៊ាននៅថ្ងៃអនាគតលោកបានបញ្ជាក់ថាការជំរុញឲ្យក្រុមយុវជននៃប្រទេសទាំង3ត្រូវចេះរួមសាមគ្គីគ្នានិងដើម្បីជួបគ្នាពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកឲ្យបានញឹកញាប់ដើម្បីស្វែងរកចំណុចល្អអាចធ្វើឲ្យសេដ្ឋកិច្ចនៃប្រទេសទាំង3មានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់បានឆាប់រហ័សនៅក្នុងឱកាសនេះលោកហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថាដើម្បីឲ្យសេដ្ឋកិច្ចនៃប្រទេសទាំង3មានការរីកលូតលាស់បានលឿននោះតំណាងឲ្យថ្នាក់ដឹកនាំយុវជននៃប្រទេសទាំង3បានកំពុងតែធ្វើការពិភាក្សាគ្នាដើម្បីពង្រឹងក្រុមយុវជនក្នុងវិស័យសហគ្រិនភាពនិងផ្ដល់ឱកាសដល់យុវជនសហគ្រិនវ័យក្មេងបានផ្លាស់ប្ដូរគំនិតយោបល់គ្នាដើម្បីបង្កើតទំនាក់ទំនងតាមរយៈទស្សនកិច្ចការពិភាក្សាធុរកិច្ចនិងការបង្កើតគម្រោងសហគ្រិនរួមគ្នារវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំង3កម្ពុជាវៀតណាមឡាវលោកបានបញ្ជាក់ថានៅពេលខាងមុខនេះថ្នាក់ដឹកនាំក្រុមយុវជននៃប្រទេសទាំង3នឹងផ្ដល់ឱកាសឲ្យសហគ្រិនវ័យក្មេងនៃប្រទេសទាំង3បានជួបគ្នាផ្លាស់ប្ដូរគំនិតយោបល់ស្ដីពីសេដ្ឋកិច្ចឲ្យកាន់តែច្រើនបន្ថែមទៀតនេះគឺជារូបភាពនៃអង្គជំនួបគ្នាបាទសូមអរគុណដល់ការតាមដានស្ដាប់